ខ្ញុំគឺជាបុគ្គលិកស្របច្បាប់ម្នាក់ឈ្មោះថា DJ Steel គេហៅវាថា Barotin នៅត្រង់ជើងមានដុំសាច់ធំដូចជាដំបងដែលមិនអាចដោះស្រាយបានឡើយខ្ញុំមិនដឹងថាខ្លួនឯងជាគ្រូមន្តអាគមមកពីណានោះទេហើយក៏មិនដែលឮដែរជាពិសេសសូមកុំមកបង្ខំឲ្យខ្ញុំនិយាយអីចុះហេតុអ្វីបានជាសម្លាប់ខ្ញុំទ្រង់គឺជាព្រះអង្គម្ចាស់ពិតមែនហើយទ្រង់គឺជាព្រះអង្គម្ចាស់របស់ខ្ញុំអរគុណដែលបានជួយសង្គ្រោះជីវិតខ្ញុំមិនថាមានរឿងអ្វីកើតឡើងចំពោះវាសនាខ្ញុំនៅថ្ងៃមុខក៏ខ្ញុំមិនខ្វល់ដែរចំណែកបងប្រុសរបស់អ្នកគាត់កំពុងសម្រាកនៅមន្ទីរពេទ្យហើយរាល់ថ្លៃចំណាយក្នុងការព្យាបាលទាំងអស់ខ្ញុំនឹងរ៉ាប់រងជូនជាពិសេសបំផុតការជួលមនុស្សមែនទេការជួលមនុស្សមែនទេដោយសារតែខ្ញុំបានជួយសង្គ្រោះជីវិតអ្នកតើវាពិបាកណាស់មែនទេក្នុងការជួយរកអ្នកមកជួយការងារបងប្រុសរបស់ខ្ញុំវាមិនពិបាកទេខ្ញុំនឹងជួយឲ្យសុំទោសដែលខ្ញុំបានហៅអ្នកមកថ្លៃព្យាបាលរបស់អ្នកខ្ញុំជាអ្នកចេញពួកយើងស្និទ្ធស្នាលគ្នាហើយខ្ញុំរកអ្នកឃើញហើយតើអ្នកពិតជាចង់ជួលមនុស្សមែនទេអ្នកមិនចាប់អារម្មណ៍ទេពួកយើងប្រហែលជាមិនអាចរាប់អានគ្នាបានឡើយប្រញាប់ត្រឡប់មកវិញមកបងប្រុសរបស់អ្នកស្លាប់ហើយហេតុអ្វីទៅខ្ញុំមិនចូលចិត្តបងប្រុសរបស់ខ្ញុំទេខ្ញុំត្រូវតែប្រញាប់ត្រឡប់ទៅវិញតើមានរឿងអ្វីកើតឡើងចំពោះបងប្រុសរបស់អ្នកខ្ញុំនឹងជួយព្យាបាលឲ្យបើខ្ញុំរកឃើញម្ដងទៀតអ្នកប្រហែលជាមិនចង់ជួលមនុស្សទៀតទេមែនទេខ្ញុំនឹងជួយព្យាបាលឲ្យចុះព្យាបាលហើយចង់បោះបង់ផ្ទះចោលវាមិនពិបាកទេខ្ញុំត្រូវទៅផ្ទះដើម្បីរៀបចំការងារសិនចាំជួបគ្នាពេលក្រោយ